ចំពោះគោមេពូជគឺយើងឲ្យស៊ីចំណីបានដល់យើងឲ្យស៊ីចំណីមេពូជហើយចំពោះការឲ្យស៊ីចំណីគឺវាមិនប៉ះពាល់អីធ្វើខូចគោឬអីទេបាទផ្ទុយទៅវិញគឺវាជួយឲ្យគោហ្នឹងវាសុខភាពល្អហើយវាឆាប់រកឈ្មោលវាឆាប់កូនបាទផ្ទុយពីយើងអត់ឲ្យស៊ីគឺយើងចិញ្ចឹមរយៈពេលយូរហើយវាមិនងាយរកឈ្មោលអីចឹងណាបាទអញ្ចឹងចំពោះការឲ្យស៊ីចំណីគឺអត់មានបញ្ហាអីទេបញ្ហាគឺយើងរលុយទិញចំណីឲ្យគូហ្នឹងស៊ីអត់បានអាហ្នឹងដែលជាបញ្ហាជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងវីដេអូនេះខ្ញុំសូមបង្ហាញសកម្មភាពគូកំពុងតែស៊ីចំណីបាទអញ្ចឹងពុកម៉ែបងប្អូនប្រហែលជាឃើញគូនេះគឺមានតិចវាបងលេខបងអីនេះតែជាពុកម៉ែបងប្អូនឆ្ងល់ហើយថាតើលោកពូលៀងគាត់ទើបតែចោះតិចគោនេះដើម្បីបងលេខសម្គាល់ឬក៏យ៉ាងម៉េចឬមួយក៏ឆ្ងល់តាក់ទងនឹងលោកពូគាត់ទើបទៅទិញមកឬក៏យ៉ាងម៉េចចឹងណាបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ដល់ពុកម៉ែបងប្អូនដែរសម្រាប់គោនេះគឺលោកពូលៀងគាត់ទើបទៅទិញមកទេបាទហើយចំពោះការទិញនេះគឺគាត់ទិញមកពីខេត្តកំពង់ធំគឺចំនួន500ក្បាលហើយមកដល់ថ្ងៃនេះគឺគាត់បានដឹកមកបានខ្លះហើយប្រហែលជាចិត្តពាក់កណ្ដាលហើយប្រហែលជាជាង100ក្បាលបាទហើយពេលដែលទិញយកមកអញ្ចឹងគឺគាត់យកមកដាក់នៅក្នុងក្រោលនេះដើម្បីបំពន់វាឲ្យស៊ីដើម្បីទុកវាធ្វើដូចជាមេពូជតាមការបញ្ជាក់របស់គាត់ណាបាទគឺគាត់ទុកធ្វើជាមេពូជដោយសារតែបច្ចុប្បន្ននេះគាត់ថាគោដូចជាវាអស់ហើយអញ្ចឹងគាត់ទិញមេគោនេះគឺត្រូវតែម្ដងគឺគាត់ដើម្បីបំពន់វាទុកធ្វើមេពូជបាទហើយចឹងសម្រាប់គូនេះគឺពេលដែលខ្ញុំចេញវីដេអូថ្ងៃមុនឃើញបងប្អូនគាត់ខមមិនសួរថាហេតុអ្វីបានជាគូទាំងអស់នេះវារៀងស្គមហើយចឹងតាមការបញ្ជាក់របស់លោកពូលៀងគាត់ថាចំពោះគូដែលស្គមនេះមកពីប្រហែលជាមើលអត់ដិតដល់ចំពោះកន្លែងដែលគាត់ចិញ្ចឹមគឺគាត់ថាកន្លែងគេធំតែប៉ុន្តែការថែទាំដូចជាអត់ត្រូវបច្ចេកទេសឬក៏យ៉ាងម៉េចចឹងធ្វើឲ្យគូនេះវាស្គមពុកម៉ែបងប្អូននេះមើលឆ្អឹងរបស់វានេះបាទគឺស្គមមែនតើហើយគាត់យកមកគាត់បានធ្វើការបំពន់ដោយគាត់មានដូចជាចំណីមេពូជដើម្បីលាយឲ្យវាស៊ីហើយបូករួមនឹងម្សៅរ៉ែផ្លេនីតហើយក៏ដូចជាស្មៅផ្អាប់ស្មៅស្រស់ដើម្បីបំពន់វាបាទឲ្យវាឡើងសាច់បន្តិចហើយមួយទៀតបងប្អូនគាត់សួរដែរគាត់ថាតើចំពោះគោមេពូជតើឲ្យស៊ីចំណីឲ្យស៊ីអីកើតអត់ក្នុងនោះដែរក៏ខ្ញុំបានជំរាបសួរលោកពូគាត់ថាចំពោះគោមេពូជគឺយើងឲ្យស៊ីចំណីបានដល់យើងឲ្យស៊ីចំណីមេពូជហើយចំពោះការឲ្យស៊ីចំណីគឺវាមិនប៉ះពាល់អីធ្វើខូចគោឬអីទេបាទផ្ទុយទៅវិញគឺវាជួយឲ្យគោហ្នឹងវាសុខភាពល្អហើយវាឆាប់រកឈ្មោលវាឆាប់កូនបាទផ្ទុយពីយើងអត់ឲ្យស៊ីគឺយើងចិញ្ចឹមរយៈពេលយូរហើយវាមិនងាយរកឈ្មោលអីចឹងណាបាទអញ្ចឹងចំពោះការឲ្យស៊ីចំណីគឺអត់មានបញ្ហាអីទេបញ្ហាគឺយើងរលុយទិញចំណីឲ្យគូហ្នឹងស៊ីអត់បានអាហ្នឹងដែលជាបញ្ហាបាទហើយមួយទៀតបញ្ហាដែលយើងឲ្យស៊ីចំណីខុសបាទបើស្នាជាយើងឲ្យស៊ីចំណីត្រូវអាហ្នឹងគឺអត់បញ្ហាទេសម្រាប់ការឲ្យគោស៊ីចំណីប៉ុន្តែបើស្នាជាបងប្អូនមិនចង់ឲ្យស៊ីចំណីឬអីបងប្អូនអាចដាំជាស្មៅឬអីដើម្បីឲ្យវាស៊ីឲ្យបានគ្រប់គ្រាន់មានជាចំបើងមានជាអីអញ្ចឹងយើងមានគ្រប់គ្រាន់ទៅគឺអត់មានជួបបញ្ហាអីទេហើយអញ្ចឹងការចំណាយរបស់យើងក៏អត់អស់ច្រើនដែរហើយតកតងនឹងការឲ្យស៊ីចំណីអាហ្នឹងយើងអាស្រ័យទៅលើលទ្ធភាពរបស់យើងបើស្នាជាយើងមានលទ្ធភាពអាហ្នឹងយើងឲ្យស៊ីទៅបើស្នាជាយើងអត់មានលទ្ធភាពទេហើយប៉ុន្តែយើងមានកន្លែងដាំដុះស្មៅមានចំណីអីផ្សេងដែលជំនួសចំណីបេហ្នឹងដើម្បីបំពន់វាបានអាហ្នឹងយើងអាចធ្វើទៅតាមលទ្ធភាពរបស់យើងមិនថាឃើញគេឲ្យស៊ីចំណីធាត់គឺយើងឲ្យស៊ីចំណីហើយពេលដែលយើងឲ្យស៊ីទៅវាអស់លុយអស់អីអាហ្នឹងយើងក៏ត្រូវគិតកន្លែងហ្នឹងដែរបាទអញ្ចឹងនេះគឺពេលដែលវាស៊ីចំណីស៊ីស្មៅអីហើយវាអាចទៅស៊ីជាចម្បើងស៊ីអីនៅខាងនោះដែរពុកម៉ែបងប្អូននេះ
bạn hay khang một nút cứ chia con cô bạn con cô đã lục pu còn đánh đo rồi ấy còn vô một đạn nào kháng nụ bạn hay chụp buộc mê đấy cứ snai bao vía về mình tên hay bong lấy cứ bí đập vào môi son khang ở đằng miền này thăm chẳng mấy thế bạn hay chụp buộc cô đi vẫn cứ miền Palau co này khơi Palau vía đôi chia đại đôi chia xây thế đi bạn khơi vẽ Palau hay lấy bao vía cứ bi sam bầm bay bạn son khang hay chụp buộc cô nó vẫn còn miền lấy miền ấy bao vía bong đây ai trong buộc cô khá với khơi vía cầm pung tại đây ớt ngược và xì trên này thì xì màu xì cho ba ngày thì cái việc đây bạn khá có viêm sau liên này chân khá có vía xì ấy hơi chẹt bị bật bị ấy chắc cứ việc ở mà xì trên này bạn hay đôi mê cô snai về lúc trong từ tại hai của màu ôn một nắng cứ và to về si màu si được lại thì thấy bị heo đôi thao bị trong si cho bạn cái đang ta si cho bạn được hàng nụ bạn cứ cho bạn nó bỏ được bu liếc cứ gọt oi si sợi tại một đoạn trong si mana các bạn này cứ gọt khoa tê cho bu cho bạn bạn ấy chẳng sầm ra video nick nhom xôm bằng hai bông mai bông phôn trầm tài phần đấy bạn ấy chẳng sôm mà khốn xôm chìm điệp lìa chụp nít video cõi tiền